សូម go ahead មួយឪអូខេកូនប៉ាចាំប៉ាប្រាប់ពាក្យ go ahead ហ្នឹងគេចាត់ទុកវាជា idiom ផងជា phrasal verb ផងអត្ថន័យរបស់វាមានន័យថា you may start continue or do it បកប្រែថាធ្វើទៅចាប់ផ្ដើមទៅឬក៏អញ្ជើញឧទាហរណ៍ can I ask you a question យើងឆ្លើយទៅវិញ go ahead បកប្រែថាខ្ញុំសួរសំណួរមួយបានអត់ហើយយើងក៏ឆ្លើយទៅវិញ go ahead បកប្រែថាសួរមកឧទាហរណ៍មួយទៀត please go ahead បកប្រែថាចាប់ផ្ដើមមើលឬក៏ធ្វើទៅឧទាហរណ៍មួយទៀត can I sit here យើងឆ្លើយទៅវិញថា go ahead បកប្រែថាខ្ញុំអង្គុយនៅនឹងបានអត់យើងឆ្លើយទៅវិញថាអង្គុយទៅ go ahead អង្គុយទៅចឹងយល់ណាកូនប៉ាចឹងមានចម្ងល់បន្ថែមទៀតជា comment នៅខាងក្រោមហើយបើខ្សោយវេយ្យាករណ៍ចង់ពង្រឹងវេយ្យាករណ៍របស់ខ្លួនឯងអាចជ្រើសយកសៀវភៅ grammar in use នេះបានគឺសៀវភៅនេះគឺ design មកសម្រាប់យើងអាចរៀនខ្លួនឯងបានមានរូបភាពការបញ្យល់លម្អិតអាចងាយយល់ហើយសៀវភៅនេះគឺស្តង់ដារអន្តរជាតិចេញពី Cambridge ផ្ទាល់ហើយ3ក្បាលនេះខ្ញុំលក់$25ខ្ញុំ free សេវាឲ្យបើសិនចាប់អារម្មណ៍អាចឆាតមកបានអរគុណ